ជំរាបសួរនិងសួស្តីអ្នកនរគ្នាស្វាគមន៍ cover ត្រឡប់មកវិញក្នុងមេរៀន Spring Boot ជាភាសាខ្មែរចឹងនៅក្នុងមេរៀនមុនយើងបានរៀនរួចមកហើយអំពីការបង្កើត controller service repository ហើយនិង entity ដែលយើងធ្វើទៅតាម flow ដែលបានរៀននៅក្នុងវីដេអូទ្រឹស្ដី diagram របស់យើងហ្នឹងក៏ប៉ុន្តែយើងឃើញថានៅក្នុង student service ផងយើងនេះវា forward ទៅយកតែ student list ពី repository ទេយើងអត់ទាន់បានឃើញ logical ដែលវាមានកើតឡើងនៅក្នុងហ្នឹងទេអញ្ចឹងខ្ញុំនឹងបង្កើត endpoint មួយទៀតដែលយើងអាចនឹង implement logical តិចតួចដើម្បី filter យក student ណាម្នាក់ចេញពីបញ្ជីផងយើងនេះអញ្ចឹងខ្ញុំចូលមក controller មកយើងបង្កើត endpoint ថ្មីហើយយើងនៅប្រើ get mapping ដដែលទេ get mapping find by id ហើយ id ការសរសេរបែបនេះបានន័យថាយើងនឹងប្រើប្រាស់ path variable ហើយយើងនឹង /id /id នេះគឺមានន័យថាវា dynamic យើងបើករមាំងបែបនេះហើយខ្ញុំនឹងសរសេរ public return ជា student get student by id កន្លែងនេះយើងដាក់ path variable តែមិន AI វាមានស្រាប់ហើយអញ្ចឹងយើងកន្លែងនេះយើងដាក់ long id ដោយសារតែនៅក្នុង entity យើងប្រើប្រភេទជា long យើងក៏អាចប្រើជា string ឬក៏ integer ក៏បានដែរប៉ុន្តែនៅពេលដែលយើងបោះទៅឲ្យវាស៊ីសង្វាក់គ្នាជាមួយនឹង entity ដែលយើងបង្កើតហើយហ្នឹងគឺយើងត្រូវតែប្រើ long ជានិច្ចអញ្ចឹងកន្លែងនេះគឺខ្ញុំអាចសរសេរ student service dot get student by id អញ្ចឹងខ្ញុំបោះ id បន្តទៅកន្លែងនេះយើងដាក់ return មួយមកអញ្ចឹងឃើញថានៅក្នុង service ផងយើងគឺវានៅខ្វះget student by id ខ្ញុំ copy function នេះមួយមកហើយយើងចូលមកកាន់ service ផងយើងមកយើងសរសេរ student ផាសវាមកហើយកន្លែងនេះ long id បែបនេះនៅក្នុង student service implement វានឹងទាមទារឲ្យយើង implement ទៅលើstudent get student by id មួយនេះអញ្ចឹងយើងត្រូវមក implement វាយើងចុច command ឬក៏ alt enter មកសំទោសយើងចុច option enter ឬក៏ command enter នៅលើ window មកឬក៏យើងអាចចុចលើរូបអំពូលភ្លើងមួយនេះអំពូលភ្លើងខំមួយណា implement method ហើយចុច OK ចឹងពេលដែលយើង OK ហើយយើងទទួលបាន function override get student by id ក៏ប៉ុន្តែវាអត់ទាន់មាន logic ឬក៏ statement នៅក្នុង code ផងយើងទេវាគ្រាន់តែ return ជា null ចឹងយើងត្រូវបន្ថែមឲ្យវាយើងអាចកន្លែងនេះខ្ញុំនឹងទៅទាញយក student list មកសិនហើយយកវាមក filter ដោយសារតែយើងអត់ទាន់មាន repository ធ្វើជាមួយនឹង database ទេអញ្ចឹងខ្ញុំនឹងធ្វើ filter find by id នៅក្នុង service របស់យើងតែម្ដងអញ្ចឹងយើងអាចសរសេរ list student ហើយខ្ញុំអាចសរសេរ student list ស្មើនឹង student repository get student list ហើយបានយើងដឹងថាកន្លែងនេះវា return ជា list ដោយសារតែនៅក្នុង student bot list របស់យើងដែលយើងសរសេរនៅក្នុង repository ហ្នឹងគឺវាសរសេរជាវា return type ជា list អញ្ចឹងត្រឡប់មកវិញមកយើងចូលមក service យើងវិញមកអញ្ចឹងខ្ញុំត្រូវ loop វាសិនដើម្បីខ្ញុំអាចដឹងថាសិស្សម្នាក់នឹងជានរណាព្រោះនៅពេលយើងយកបញ្ជីមកបើយើងគិតពីជីវិតជាក់ស្ដែងនៅខាងក្រៅក៏យើងនឹងត្រូវយកប៊ិចឬក៏យកដៃទៅជ្រែមើលថាសិស្សមួយណានៅឧទាហរណ៍ថាខ្ញុំដាក់ច័ន្ទតារាគាត់នៅលេខទីម៉ានឬក៏អញ្ចឹងទៅគឺខ្ញុំត្រូវជ្រែមើលអញ្ចឹងយើងត្រូវជ្រែមើលទាំងអស់នេះគឺយើងប្រើ loop ខ្ញុំមានខ្ញុំយក model student យកមក loop ដោយសារតែ student list របស់យើងគឺវាកើតចេញពី student នេះអញ្ចឹងយើង loop ចេញមក loop ចេញពី student list មកសំទោសហើយបន្តមកទៀតយើងត្រូវសិក្សាលក្ខខណ្ឌបើសិនជានៅពេលដែលយើងបានរកឃើញ student ម្នាក់ហ្នឹងហើយឲ្យវាឈប់ឲ្យ program របស់យើងឈប់ហើយបោះលទ្ធផល student ហ្នឹងមកឲ្យយើងអញ្ចឹងបើសិនជាខ្ញុំយក id ដែលគេបោះមកពី request ហ្នឹងអញ្ចឹងយើង id dot equal មក student dot id បែបនេះមកហើយយើង return student អញ្ចឹងនៅពេលយើងរកឃើញ student ហ្នឹងហើយគឺយើង return គាត់ចេញមកហើយចុះ return នៅខាងក្រោមនេះចុងក្រោយនេះយើងធ្វើអីគេព្រោះនៅពេលដែលវា return នៅក្នុងនេះគឺ program យើងនឹងចប់ហើយបើសិនជាវារកឃើញអានេះបានន័យថាបើសិនជាវារកមិនឃើញឬក៏នៅពេលដែលចប់ loop នៅក្នុង loop ហ្នឹងរកចប់អស់ហើយអត់មានរឿងអីកើតឡើងទេឥឡូវនេះគឺយើងនឹង return អីគេអញ្ចឹងខ្ញុំអត់ទាន់ return អីទេខ្ញុំស្រូវវាចោលតែម្ដងយើងអាចស្រូវ new មក
ឥឡូវយើងដាក់ run time exception ចោលទៅមកខ្ញុំដាក់ថា student with id មួយនេះគឺរកអត់ឃើញទេឧទាហរណ៍ថាខ្ញុំដាក់ student លេខ1 student id លេខ1ហ្នឹងគឺយើងរកអត់ឃើញទេអញ្ចឹងយើងចាញ់បែបវានឹងចាញ់ exception មួយអញ្ចឹងខ្ញុំនឹង run program ខ្ញុំសតថ្មីយើង restart វាមកហើយ run program យើងគឺបានដំណើរការហើយយើងមកមើល postman ផងយើងមក test ម្ដងទៀតអញ្ចឹងខ្ញុំសាកល្បង test student list សាថ្មីយើងមានសិស្សទាំងអស់3នាក់បាទអញ្ចឹងយើងនឹងស្វែងរកសិស្សហ្នឹងដោយ ID ផងគាត់អញ្ចឹងឧទាហរណ៍ថាខ្ញុំរក Jane Smith ID លេខ2យើងអាចវាយឡើងនេះ find by ID អញ្ចឹង end point របស់យើងគឺត្រូវដាក់ឲ្យត្រូវទៅនឹង controller ដែលយើងបានដាក់នេះឬក៏យើងអាច copy មក find by ID ហើយ /id /id ឡើយនេះគឺយើងអត់ដាក់ ID បែបនេះមកវិញទេគឺយើងដាក់លេខធម្មតាមកថាលេខ2 Jane Smith គឺខ្ញុំនឹងទទួលបានលទ្ធផល Jane Smith ហើយហេតុអីបានជាយើងត្រូវធ្វើអញ្ចឹងដោយសារតែនៅពេលដែលយើងសរសេរ system ឬក៏បង្កើត program ជាក់ស្ដែងយើងនឹងត្រូវធ្វើ filter ឬក៏ search ដើម្បីឲ្យ system របស់យើងអាចទៅរកតន័យឬក៏ឈ្មោះរបស់បុគ្គលម្នាក់ហ្នឹងបានភ្លាមព្រោះតន័យជាក់ស្ដែងវាមិនមែនមានតែ3ហ្នឹងទេវាអាចមានរាប់ពាន់រាប់ម៉ឺនតន័យអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងហើយឥឡូវយើងមកតេស្តexception ឧទាហរណ៍ថាខ្ញុំដាក់ដក1អញ្ចឹងវានឹង return អត់មាន return អីទេគឺវានឹង throw exception កន្លែងនេះវានឹង error បែបនេះសម្រាប់មេរៀន throw exception ខ្ញុំនឹងបង្ហាញនៅពេលក្រោយទៀតហើយវានឹងអាច throw ជា message ចេញមកក្រៅបានប៉ុន្តែបច្ចុប្បន្ន throw exception ផងយើងគឺវា throw នៅក្នុង console របស់យើងនេះអញ្ចឹងយើងឃើញថា student with id ដក1 not found អញ្ចឹង message នេះគឺវាបានមកពីណាគឺវាបានពី exception ដែលយើងបានសរសេរបែបនេះ student id ដក1ឡើយនេះហើយ not found ហើយមួយទៀតយើងអាចបង្កើត exception បានច្រើនយើងអាចបង្កើតលក្ខខណ្ឌបានច្រើនយើងឲ្យឧទាហរណ៍ថាខ្ញុំសរសេរលក្ខខណ្ឌថ្មីមួយប្រសិនបើ id ហ្នឹងតូចជាង1ឬក៏ id ហ្នឹងធំជាង1000ចុះអញ្ចឹងខ្ញុំនឹងthrough new ថា illegal exception argument ថា id អញ្ចឹងខ្ញុំនឹង return ថា id must be between 1 and 1000 អញ្ចឹង id គួរតែនៅក្នុងចន្លោះពី1ទៅ1000អញ្ចឹងយើង restart program របស់យើងសិនមកអញ្ចឹងprogram របស់យើងបាន start ហើយត្រឡប់មកវិញខ្ញុំនៅតែប្រើឧទាហរណ៍ដក1នេះទៅដែរអញ្ចឹងយើង send មកយើងនៅតែឃើញ exception ខាងក្រៅនេះវានៅតែឃើញreturn status 500ទៅដែរអញ្ចឹងវាដាក់ id must be between 1 and 1000អានេះគឺតកតងទៅនឹងលក្ខខណ្ឌ logical ឬក៏ process អីផ្សេងគឺយើងនឹងត្រូវសរសេរនៅក្នុង service implementation របស់យើងនេះអញ្ចឹងបានមេរៀនមុនគឺនៅពេលដែលយើងឃើញប៉ុណ្ណេះគឺអត់ទាន់គ្រប់គ្រាន់ទេតកតងនឹង logical business logic programming ផ្សេងគឺយើងសរសេរនៅក្នុង service implement ហ្នឹងយើងអត់សរសេរនៅក្នុង repository ឬក៏ controller ឬក៏កន្លែងផ្សេងទេគឺយើងសរសេរនៅក្នុង service implement ហ្នឹងហើយវាមានច្រើននៅពេលដែលយើងសរសេរ system ជាក់ស្ដែង program ជាក់ស្ដែង logical ហ្នឹងគឺវាមានច្រើនជាងហ្នឹងហើយវាស្មុគស្មាញជាងហ្នឹងអញ្ចឹងគឺយើងសរសេរនៅក្នុង service ហ្នឹងបាទក្នុងមេរៀនហ្នឹងគឺយើងមានតែប៉ុណ្្នឹងទេបាទសូមអរគុណ